ការហ្វឹកហ្វឺនកូនជាងវីដេអូនេះគឺសម្រាប់នយោជកក្នុងការឆ្វេងយល់អំពីការអនុវត្តកាតព្វកិច្ចក្នុងការហ្វឹកហ្វឺនកូនជាងវាមានសារៈសំខាន់ពីព្រោះប្រសិនបើនយោជកពុំបានអនុវត្តកាតព្វកិច្ចត្រឹមត្រូវក្នុងការហ្វឹកហ្វឺនកូនជាងនោះទេនយោជកអាចនឹងត្រូវរងទោសពិន័យតាមមាត្រា363ថ្មីនៃច្បាប់ស្តីពីការងារដែលត្រូវផ្តន្ទាទោសជាប្រាក់ពី31ថ្ងៃទៅ60ថ្ងៃនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃនៅពេលនិយាយពីកូនជាងការយល់ឃើញដំបូងរបស់យើងគឺគិតថាកូនជាងសម្រាប់តែការងារនៅតាមសិប្បកម្មការងារនៅតាមរោងចក្រឬក៏ការងារនៅតាមការដ្ឋានសំណង់និងតែប៉ុណ្ណោះចូលវិស័យផ្សេងទៀតដូចជាវិស័យធនាគារត្រូវអនុវត្តកាតព្វកិច្ចក្នុងការហ្វឹកហ្វឺនកូនជាងដែរទេយោងតាមប្រការមួយនៃប្រកាសលេខ004ចុះថ្ងៃទី5ខែមករាឆ្នាំ2000របស់ក្រសួងសង្គមគិច្ចការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងយុវនីតិសម្បទាគ្រប់គ្រឹះស្ថានសហគ្រាសរោងចក្រទាំងអស់ដែលមានចែងនៅក្នុងមាត្រា1នៃច្បាប់ស្តីពីការងារត្រូវហ្វឹកហ្វឺនកូនជាងឲ្យបានពេញលេញស្របតាមលក្ខណៈបច្ចេកទេសនៃមុខរបរនិងប្រភេទការងាររបស់សហគ្រាសគ្រឹះស្ថានរោងចក្រដូច្នេះសហគ្រាសគ្រឹះស្ថានទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារមានជាអាចសហគ្រាសគ្រឹះស្ថានធនាគារត្រូវមានកាតព្វកិច្ចក្នុងការហ្វឹកហ្វឺនកូនជាងទៅតាមច្បាប់កំណត់សហគ្រាសគ្រឹះស្ថានរោងចក្រដែលមានប្រើប្រាស់កម្មករនិយោជិតចាប់ពី61នាក់ឡើងទៅត្រូវអនុវត្តកាតព្វកិច្ចក្នុងការហ្វឹកហ្វឺនកូនជាងសហគ្រាសគ្រឹះស្ថានរោងចក្រដែលទើបតែបើកថ្មីត្រូវអនុវត្តកាតព្វកិច្ចក្នុងការហ្វឹកហ្វឺនកូនជាងយ៉ាងយូរបំផុតនៅ3ខែក្រោយថ្ងៃដែលសហគ្រាសគ្រឹះស្ថានរោងចក្រចាប់ផ្ដើមដំណើរការជាផ្លូវការចំណែកឯចំនួនកូនជាងត្រូវអនុវត្តតាមប្រការ3នៃប្រកាសលេខ004ចុះថ្ងៃទី5ខែមករាឆ្នាំ2000របស់ក្រសួងសង្គមគិច្ចការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងយុវនីតិសម្បទាចំនួនអតិបរមានៃកូនជាងត្រូវធ្វើការហ្វឹកហ្វឺនកំណត់ត្រឹម110អ្នកតែប៉ុណ្ណោះក្នុងមួយឆ្នាំទោះជាសហគ្រាសគ្រឹះស្ថាននោះមានចំនួនកម្មករនិយោជិតច្រើនយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថាវីដេអូមួយនេះមានសារៈប្រយោជន៍ចំពោះនយោជកក្នុងការយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តការហ្វឹកហ្វឺនកូនជាង